គង់គុនជាបរិសស្រវឹងខួបម្នាក់ថ្ងៃណាក៏មិនអាចចោលដបស្រាបានឡើយរាល់ថ្ងៃគេផឹកតទៅដើរលេងត្រង់ផ្លូវទោះជាអ្នកណាមកហាម5ដាស់តឿនយ៉ាងណាក៏គេមិនពោលស្ដាប់ដែរថ្ងៃមួយវាងតាវជាអ្នកភូមិផងជួបរបងជាមួយបានរិះរកវិធីដាស់តឿនមួយបែបដែលគេជឿថាវាមានផែនផលល្អដើម្បីឲ្យខុងគុនឈប់ផឹកស្រាពេលជួបគ្នាភ្លាមវាងតាវក៏បញ្យល់ថាឯងផឹកតតែស្រងជោគរងថ្ងៃដូច្នេះតើគ្រឿងក្នុងរបស់ឯងទ្រាំទ្ររួចដែរទេឯងមើលក្រណាត់ដែលគេគ្របក្រឡសានេះមើលគ្រាន់តែចំហាយស្រាក៏ធ្វើឲ្យក្រណាត់ពុកផុយបានដែរចោះទៅរំឯងនិយាយមិនតន់ចោះទៅលើផងខុងខុយលើកដបស្រាបណ្ដើឆ្លើយទាំងសំឡេងងល់បណ្ដើយេឯងមិនដឹងទេអីសាច់ប្រឡាក់5ស្រាទុកបានយូរណាស់វើយមនុស្សដែលប្រព្រឹត្តខុសឬមនុស្សខូចតែងតែរកហេតុផលផ្សេងមកលៀងកំហុសរបស់ខ្លួនឯងជាប្រចាំឬបើពុំដូច្នោះទេគេព្យាយាមរកឧទាហរណ៍មកតម្រូវដើម្បីឲ្យអ្នកដតីមើលឃើញថាខ្លួនពុំបានធ្វើអ្វីខុសទេភាគច្រើនហេតុផលដែលមនុស្សខូចតែងតែយកមកលុបលាងបើមើលដោយសើសើវាហាក់ដូចជាទំនោរម្យ៉ាងដែរតែរឿងបែបនេះគេអាចបបបញ្ឆោតបានតែអ្នកល្ងងប៉ុណ្ណោះតែចំពោះមនុស្សដែលធ្លាប់មានបទពិសោធន៍ឬចេះគិតរយៈជ្រៅគេមិនជឿល្បិចពងវៀងដានរបស់មនុស្ស